ព្រឹត្តិការណ៍បាល់ទាត់យុវជនថ្នាក់តំបន់ AFF អុយ22-2019 ត្រូវបានបញ្ចប់ដោយជោគជ័យហើយកាលពីម្សិលមិញពានរង្វាន់លំដាប់យុវជនមួយនេះបានស្វែងរកឃើញម្ចាស់គ្រងតំណែងជើងឯកជាស្ថាពរគឺក្រុមយុវជនជម្រើសជាតិអុយ22ឥណ្ឌូនេស៊ីសូមរំលឹកត្រួសឡើងវិញថាព្រឹត្តិការណ៍ AFF អុយ22-2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានប្រទេសចំនួន8ចូលរួមដូចជាកម្ពុជាថៃវៀតណាមឥណ្ឌូនេស៊ីម៉ាឡេស៊ីមីយ៉ាន់ម៉ាហ្វីលីពីននិងទីម៉ូខាងកើតក្នុងនោះក្រុមជម្រើសជាតិម៉ាឡេស៊ីមីយ៉ាន់ម៉ាហ្វីលីពីននិងទីម៉ូខាងកើតបានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលចំណែកកម្ពុជាថៃវៀតណាមនិងឥណ្ឌូនេស៊ីវិញត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយកម្ពុជាត្រូវជួបជាមួយថៃវៀតណាមត្រូវជួបជាមួយឥណ្ឌូនេស៊ីក្រុមជម្រើសជាតិថៃបានទម្លាក់កម្ពុជាដោយបាល់ពីន័យ11ម៉ែត្រ5-3នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ខណៈឥណ្ឌូនេស៊ីបានទម្លាក់វៀតណាមដោយលទ្ធផល1-0ឈានដល់វគ្គដណ្ដើមចំណាត់ថ្នាក់លីក3កម្ពុជាត្រូវបានក្រុមជម្រើសជាតិវៀតណាមយកឈ្នះដោយលទ្ធផល1-0ធ្វើឲ្យកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លីក4ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍មួយនេះចំពោះការប្រកួតដណ្ដើមជើងឯកវិញក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ីបានយកឈ្នះក្រុមយុវជនជម្រើសជាតិថៃក្នុងលទ្ធផល2-1និងក្លាយជាជើងឯកពានរង្វាន់ AFF អុយ22-2019 តែម្ដងសូមជម្រាបផងដែរថាកម្ពុជានឹងត្រូវមានភារកិច្ចក្នុងឆាកអន្តរជាតិជាបន្តទៀតនៅខែក្រោយដោយត្រូវទទួលធ្វើជាម្ចាស់ផ្ទះពូល H សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC អុយ23ដែលមានក្រុមភ្ញៀវចំនួន3ប្រទេសគឺកូរ៉េខាងត្បូងអូស្ត្រាលីនិងចិនតៃប៉េការប្រកួតជម្រុះ AFC អុយ23 Pool H នេះផងដែរនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី22ដល់ថ្ងៃទី26ខែមិនិនាខាងមុខនេះនាទីលានពហុកីឡដ្ឋានជាតិអូឡ িম্প ិក